សិនជាបុគ្គលម្នាក់មិនបានពិចារណាមិនបានស្ដាប់ធម៌មិនបានពិចារណាទេគឺថាចេះតែសប្បាយចិត្តធម្មតាចឹងទៅពេលណាជួបទុក្ខក៏កើតសេចក្តីសោកកើតនៅសេចក្តីលំបាកតឹងនៅក្នុងអារម្មណ៍ពេលណាមិនជួបនៅទុក្ខទេក៏ចេះតែសប្បាយទៅតាមអារម្មណ៍ម្ដងម្កាលដែលជាអារម្មណ៍គ្រាន់តែជាភៀវហើយរស់នៅក្នុងកំណត់ទុក្ខអត់មានស្រាក់ស្រានហើយរកទីបំផុតគ្មានមិនមានភ័យចឹងដែលនឹងបានឃើញធម៌ហ្នឹងគឺមិនមានភ័យទេរិះជនដែលមានប្រាជ្ញាពិចារណានៅហេតុហើយនឹងផលសពគ្រប់ក៏រមែងកើតនៅសេចក្តីភ័យព្រួយនៅក្នុងជីវិតរបស់ខ្លួនដែលកំពុងតែជួបនៅសេចក្តីទុក្ខគ្រប់យ៉ាងនៅក្នុងលោកនេះព្រះសម្មាសម្ពុទ្ធលោកបានកំណត់ខាងដើមនិងខាងចុងនៃធម៌និងកណ្ដាលនៃធម៌សត្វទាំងឡាយតែមានការកើតជាខាងដើមការកើនគឺកំណើតយកកំណើតជានេះយកកំណើតជានោះឲ្យទៅបានកើតមកទៅជាសត្វទៅជាបុគ្គលហ្នឹងគឺហើយជាតិនឹងខាងដើមនៅខាងចុងគឺសេចក្តីស្លាប់នឹងទាត់ព្រះនៅខាងចុងនៃអត្តភាពយើងនេះគឺការបែកធ្លាយជាឈ្មោះនៃសេចក្តីស្លាប់នៅចំកណ្ដាលខាងចំកណ្ដាលកើតហើយនឹងស្លាប់នឹងគឺជាការរស់នៅដែលប្រព្រឹត្តទៅជួបទៅដល់សេចក្តីទុក្ខនិងសេចក្តីសុខនៅក្នុងរាងកាយយើងសពថ្ងៃនេះគឺនៅពេលណាដែលយើងបានកើតជាស្ត្រីជាបុរសរាងកាយយើងម្នាក់របស់សត្វទាំងឡាយព្រះសម្ដែងថាសព្ពេសត្តាអាហារតិកាសត្វទាំងឡាយរស់នៅបានអាស្រ័យនឹងអាហារបើគ្មានអាហារសម្រាប់ចិញ្ចឹមជីវិតទេគឺมันអាចរស់នៅបានទេដូច្នេះកាលណាបើសត្វទាំងឡាយត្រូវការអាហារហើយគឺត្រូវមានការស្វែងរកអាហារនោះឯងរហូតពីព្រលឹមទល់ព្រលប់ទាំងមនុស្សទាំងសត្វស្លាបទាំងគូក្របីសត្វទាំងអស់ឲ្យតែមានជីវិតដោយហើយទៅសូម្បីតែជនដែលគ្មានសោះក៏គង់តែដើរធំជាងគេដើម្បីចិញ្ចឹមជីវិតដែរយើងក្រឡេកមើលខ្លួនយើងម្នាក់នៅក្នុងលោកនេះខ្លះគឺកសិកម្មធ្វើស្រែធ្វើចម្ការរកពីជំនួយជួយប្រែធ្វើការងារពេទ្យគ្រូបង្រៀនរាជការធ្វើរដ្ឋបាលអីសពសារពើទាំងអស់នៅក្នុងលោកនេះដើម្បីអីគឺដើម្បីយកប្រាក់យកកម្រៃយកមកទិញអាហារសម្រាប់ចិញ្ចឹមជីវិតសម្រាប់ចិញ្ចឹមរូបរាងកាយណែឯងសូម្បីតែសត្វមាន់ក៏ព្រលឹមឡើងដើរកកាយដីដែរក្រែងនឹងបានសត្វតូចសត្វធំឬនឹងបានកអីខ្លះយកមកចិញ្ចឹមពោះរហូតដល់ប្រលប់គេចូលដីដូចគ្នាបាក់សីទាំងឡាយព្រលឹមឡើងហោះភ្ញៀវខ្ញាតាមអាកាសវិហារទៅកាន់នៅរុក្ខជាតិឬក៏ព្រៃឬក៏ជនបទវាលហើយនឹងស្វែងរកចំណីត្រឹមតែមួយកែហើយព្រលឹមឡើងក៏ចូលសមុទ្រវិញដូច្នេះសត្វទាំងអស់សត្វតាអាស្រ័យនឹងអាហារទាំងអស់ហើយមិនមែនត្រឹមតែអាហារទេគឺទៅស្វែងរកសម្ភារបំពាក់សម្រាប់បិទបាំងកាយធ្វើទីលំនៅសម្រាប់ដេកនិងថ្នាំសម្រាប់ផឹកនេះតាំងពីកើតមកគឺត្រូវការបច្ច័យទាំង4នឹងមកទាំងប្រហោះទាំងបបចិត្តដូចគ្នាទាំងការស្លៀកពាក់ទាំងការហូបចុកនិងការដេកនៅថ្នាំផឹកគឺត្រូវការទាំងអស់លហើយមួយថ្ងៃមួយយប់ពេលយប់គិតពេលថ្ងៃធ្វើការរាល់ថ្ងៃ
គឺ30ថ្ងៃមួយខែ12ខែមួយឆ្នាំ1ឆ្នាំដល់10 20 30 40ឆ្នាំម្នាក់គឺមិនបានគិតអ្វីក្រៅអំពីក្រក្រៅអំពីមានក្រៅអំពីបាននឹងទេហើយមិនបានគិតដល់រូបរាងកាយដែលត្រូវជួបនឹងខ2ខ1ហៅជារាការចាស់រាងកាយតាមពីកើតមកចាស់បន្តិចម្ដងរហូតដល់ថ្ងៃឈឺចាស់នឹងឈឺនឹងចាស់នៅជាមួយគ្នាហ្នឹងវាចន្លោះនៃកើតនិងស្លាប់ហ្នឹងគឺត្រូវមានការងារធ្វើអាស្រ័យនឹងធម៌គ្រប់យ៉ាងទាំងអស់អ្នកគ្មានប្រាជ្ញាអត់បានគិតអ្វីទាំងអស់គិតតែពីរកគិតតែពីធ្វើហើយសន្សំទុករកធ្វើបានមកសន្សំទុកមិនបានគិតតែខ្លួនជាបុគ្គលចាស់អត់មិនបានគិតតែខ្លួនទៅឈឺអត់មិនបានគិតថាខ្លួនទៅស្លាប់អត់បានគិតទេគិតតែពីខំប្រឹងរកខំប្រឹងធ្វើនឹងឯងទាំងយប់ទាំងថ្ងៃចំណាស់ក៏ចេះតែចាស់ទៅឯងទៅចិត្តទៅផ្សេងរាងកាយទៅផ្សឹងទៅការងារទៅផ្សឹងរាងកាយទៅផ្សេងទៅអត់ដឹង10ឆ្នាំកន្លងទៅ20ឆ្នាំ30 40ឆ្នាំរហូតដល់50ឆ្នាំហើយអត់ទាន់បានគិតអំពីខ្លួនចាស់នៅឡើយស្រាប់តែដល់ពីបំផុតស្រាប់តែសេចក្តីស្លាប់ចូលមកដល់គឺដល់នៅសេចក្តីភ័យព្រួយខាងចុងភ័យព្រួយហើយព្រះសម្ដែងថាសត្វទាំងអស់នៅក្នុងថ្ងៃមរណៈនឹងគឺជាបុគ្គលកំសត់បុគ្គលកំព្រីគឺថានៅក្នុងថ្ងៃស្លាប់មានជនណាជួយសោះក្តីក៏ជួយមិនបានប្រពន្ធក៏ជួយមិនបានញាតិដាបេដាក៏ជួយមិនបានវិស្វករកម្មករញាតិមិត្តក៏ជួយមិនបានមានជនណាជួយបានសោះនៅក្នុងថ្ងៃស្លាប់អត់មានជនណាជួយទេហើយក៏មិនបានកាន់យកនៅអ្វីសូម្បីបន្តិចបន្តួចតាមទៅក៏អត់សម្លៀកបំពាក់នៅក្នុងទូទាំងប្រមាណនៅនឹងទាំងអស់អាពុយជនដែលខំប្រឹងស្វែងរកទាំងបាម៉ានក៏នៅក្នុងផ្ទះនឹងទាំងអស់គេហដ្ឋាន1ខ្នង2ខ្នង5ខ្នង10ខ្នង1ជាន់2ជាន់7ជាន់ដល់ទៅ40ជាន់ក៏នៅនឹងទាំងអស់កង់ម៉ូតូឡានក៏នៅនឹងទាំងអស់មាសប្រាក់លុយកាក់ដែលចំណាយការហត់ខំប្រឹងរកតាំងពីអត់រហូតដល់ទៅគីឡូដល់ទៅហាបដល់ទៅចុងដល់ទៅតោនក៏នៅនឹងទាំងអស់អ្វីទាំងអស់ដែលខ្លួនស្វែងរកតាំងអំពីចេះស្វែងរករហូតដល់ថ្ងៃស្លាប់គ្មានបានជាអីទាំងអស់នេះកំសត់ចូលដល់ខកំសត់ព្រលឹងចុះទៅគ្មាននឹងអត់ប្រាជ្ញាគេហៅចំណងចងជាប់ដល់ថ្ងៃស្លាប់វិញ្ញាណនឹងអត់មានបានមកកើតពីអីក្រៅអំពីកើតជានរោកើតជាប្រេតឬក៏កើតជាសត្វដេរឆានវិលទៅវិលមកនៅតែប៉ុណ្្នឹងឯងព្រោះតែអាស្រ័យនឹងការជាប់ចម្ពាក់នឹងឯងរកសេចក្តីសុខមិនបានចំណែកជនដែលមានប្រាជ្ញាគេគិតឃើញដោយឧបាសិកាទាំងឡាយដែលបានមកថ្វាយខ្លួនជាឧបាសិកាកាន់សិល5ក្នុងវ័យនេះគឺមកពីគិតឃើញនឹងមានប្រាជ្ញាហើយគិតឃើញតែអោធរទាំងឡាយនេះឲ្យគិតឃើញអញ្ចឹងធរទាំងឡាយខាងដើមកើតខាងចុងស្លាប់ដល់ពេលស្លាប់មិនមានទីពឹងគ្មានអីជាទីពឹងសោះអត់ដូច្នេះខំសវាសទិញអ្វីក្នុងបច្ចុប្បន្ននេះក៏គ្រាន់តែយកមកទុកតែប៉ុណ្្នឹងឯងទៅក្នុងទូចោលលេងមួយជាតិអញ្ចឹងទៅឬទុកក្នុងឃ្លាំងចោលមួយជាតិអញ្ចឹងទៅឬទុកក្នុងដីចោលមួយជាតិអញ្ចឹងទៅទុកក្នុងផ្ទះចោលមួយជាតិអញ្ចឹងទៅ
គិតឃើញតែអត់ប្រយោជន៍របស់នេះគ្មានខ្លឹមសារអញ្ចឹងអ្នកមានប្រាជ្ញាគេត្រូវតែស្ដារធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារគេធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារសម្លៀកបំពាក់នេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់អាហារភោជននេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់ផ្ទះនៅគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់មាសប្រាក់លុយកាក់ទាំងអស់គ្មានខ្លឹមសារតទៅសោះក្នុងថ្ងៃស្លាប់ប៉ុន្តែជនដែលមានបញ្ញាយ៉ាងចំណាប់គេបានចាប់យកទ្រព្យសម្បត្តិនេះទៅកាន់ប្រាក់លោកណាគេចាប់របស់នេះទៅកាន់ប្រាក់លោកមកដោយគេលះបង់នៅសេចក្តីកំណាញ់នឹងការជាប់ជំពាក់យកទ្រព្យនេះទៅយកទៅធ្វើជាទានគេធ្វើជាទានវិញយកទៅធ្វើជាទានទៅយកលុយយកកាក់នឹងទិញជាចៃវរប្រគៀនទៅសង់ទៅធ្វើចង្ហាន់បិណ្ឌបាតប្រគៀនទៅសង់ទៅឬក៏លោកយាយលោកតាធ្វើកត់ធ្វើសាលាឬក៏ធ្វើជាសេនាសនៈពី3នាទីអង្គុយស្នាមផឹកទៅរបស់ដែលគ្មានខ្លឹមសារគេធ្វើឲ្យទៅជាមានខ្លឹមសារឬក៏គេកសាងជាផ្លូវថ្នល់មន្ទីរពេទ្យទីប្រាស់ទីកណ្ដោងដាំសួនច្បារមានមលុបសពសារពើលៈនឹងលៈនេះគេយកផលគេយកបុណ្យកុសលដែលកើតអំពីការឲ្យទ្រព្យហ្នឹងព្រោះព្រលឹងដែលចោះទៅគឺបុណ្យនឹងឯងនាំទៅបុណ្យហ្នឹងបុណ្យនៃការឲ្យទាននឹងហើយដែលមិនឲ្យជននោះធ្លាក់ទៅក្នុងនរកប្រេតអសុរកាយដេរឆានគេសំបុណ្យអញ្ចឹងបានប្រោះបរមពុរិស័ទនៃយើងតែលោកមិនបានធ្វើទានគឺលោកមិនឆាន់បាយហ្មងលោកកើតចិត្តជាមនុស្សព្រោះលោកនឹកឃើញថាការមិនបានធ្វើទាននេះឈ្មោះថាមិនមានទីពឹងទៅក្នុងប្រាក់លោកបាយមួយចានដល់ពីឆ្អែតមួយថ្ងៃអស់តែបើយកទៅធ្វើទានគឺចាយអស់តែនៃកាប់សម្រាប់ប្រាក់លោកនៅចាយអស់តែនៃកាប់មិនជាធ្វើទានណាគេធ្វើរបស់គ្មានខ្លឹមសារឲ្យមានតែជាខ្លឹមសារអញ្ចឹងគេមិនឲ្យកន្លងបុណ្យទេដោយនៅក្នុងស្រុកខ្មែរយើងសពថ្ងៃនេះសម្បូរកន្លែងធ្វើបុណ្យផ្លេកសម្បូរណាស់អ្នកមានទ្រព្យគួរតែសន្សំបុណ្យណាសម្បូរណាស់ថាមិនបានចឹងថានៅក្នុងប្រទេសយើងសម្បូរដោយបដិភិអកៈក្រហោះបព្វជិតប្រសង់ដែលមានសិល4ភិក្ខុសាមណេរបាសកបាសិកានកាន់សិល10នកាន់សិល8នកាន់សិល5សុទ្ធតែបដិភិអកៈនៅពេញវត្តពេញអារាមពេញភូមិស្រុកជនបទងាយណាស់ហើយចង់កសាងអីក៏បានព្រោះស្រុកខ្មែរយើងកំពុងតែសាងសង់រៀបចំធ្វើអ្វីទាំងអស់ដែលឲ្យទៅដើរទៅជួបអ្នកសុំទានឲ្យ500ទៅអត់ខាតទេបើទុក500យកទៅទិញនំវិញថានំប៉័ងមួយដើមចុះយកមកស៊ីបានប្រហែលម៉ោងឃ្លានទៀតតែបើយក500នេះទៅឲ្យជនមកសុំទានទៅវិញ500នេះអស់លោកទាំងឡាយមិនត្រូវស៊ីថ្លៃ500នេះមិនមែនតិចទេរហូតដល់ទៅ5ហៅ5000ជាតិនោះ500ហ្នឹងត្រូវសោយផលបាន5000ជាតិ500ទីនំប៉័ងគឺឆ្អែតតែ1ម៉ោង2ម៉ោងឃ្លានទៀតបើសិនជា500ធ្វើទៅជាទៀងស៊ីបាន5000ជាតិនឹងអ្នកអត់សិលនេះគេឃើញអានិសង្ឃអញ្ចឹងបើប្រគិនបើសង្ឃវិញវាស៊ីរាប់អាសង្ឃខៃជាតិឥឡូវសុំលើកនិទានមកកន្លែងចោះ